ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញជូនបងប្អូនពីរបៀបធ្វើម្សៅស៊ុបមាន់សុខភាពដែលខ្លួនឯងនៅផ្ទះម្សៅស៊ុបនេះគ្មានសារធាតុគីមីគ្មានសារធាតុរក្សាទុកនិងពិតជាមានរសជាតិឆ្ងាញ់មិនចាញ់ម្សៅស៊ុបដែលយើងទិញពីផ្សារនោះទេហើយថែមទាំងមានក្លិនឈ្ងុយនិងមានទំនុកចិត្តខ្ពស់សម្រាប់ការទទួលទានទៀតផងលើសពីនេះយើងអាចគ្រប់គ្រងបរិមាណអំបិលប្រភេទបន្លែឬសាច់និងគ្រឿងផ្សំដែលជ្រើសមកប្រើប្រាស់ការធ្វើម្សៅស៊ុបដោយខ្លួនឯងតាមពិតទៅមានភាពងាយស្រួលជាងការគិតនិងចំណាយថវិកាតិចជាងម្សៅស៊ុបដែលយើងទិញពីផ្សារច្រើនបើមើលពីគ្រឿងផ្សំវិញគឺកាន់តែមានភាពងាយស្រួលគឺបងប្អូនអាចជ្រើសរើសបន្លែអ្វីក៏បានចំណែកបន្លែដែលខ្ញុំប្រើសម្រាប់ធ្វើម្សៅស៊ុបនៅក្នុងថ្ងៃនេះគឺមានដំឡូងបារាំងដែលយើងប្រើដើម្បីជំនួយរសជាតិដែលធ្វើឲ្យម្ហូបរបស់យើងមានជាតិដូចជាយើងប្រើប៊ីចេងដែរតែនេះគឺជាប៊ីចេងធម្មជាតិរីឯការ៉ុតនេះវិញគឺយើងប្រើជំនួយរសជាតិផ្អែមនិងពណ៌របស់ម្សៅស៊ុបឲ្យមានពណ៌ស្អាតមើលទៅគួរឲ្យចង់ទទួលទានចំណែកឯខ្ទឹមបារាំងខ្ទឹមក្រហមខ្ទឹមសស្លឹកខិនឆាយជីវ៉ាន់ស៊ុយនិងខ្ទឹមធំដែលគេហៅថាសឹងគឺជំនួយក្លិនឲ្យឈ្ងុយប្រហើរនិងជំនួយរសជាតិផងដែរល្ពៅគឺជាបន្លែសំខាន់មួយដែលមិនត្រឹមតែជំនួយពណ៌នោះទេអ្វីដែលសំខាន់គឺជំនួយរសជាតិផ្អែមដល់ម្សៅស៊ុបរសជាតិផ្អែមធម្មជាតិនេះគឺអាចជំនួសឲ្យស្ករបានដូចនេះយើងមិនបន្ថែមស្ករនៅក្នុងការធ្វើម្សៅស៊ុបនេះទេលើកលែងតែបងប្អូនយើងដែលចូលចិត្តរសជាតិផ្អែមរាងដិតគឺអាចបន្ថែមបន្តិចបន្តួចទៅតាមការចូលចិត្តតែការបន្ថែមស្ករអាចធ្វើឲ្យម្សៅស៊ុបយើងងាយឡើងជាតិសំណើមនិងទុកមិនសូវបានយូរសម្រាប់ផ្សិតខ្មៅនេះគឺត្រូវត្រាំទឹកដាំពុះជាមុនសិនដើម្បីឲ្យបានរីកនិងទន់ល្អការធ្វើដូចនេះដើម្បីងាយស្រួលកាត់ចេញជាបន្ទះស្ដើងផ្សិតខ្មៅគឺជួយបង្កើនរសជាតិនិងក្លិនទៅដល់ម្សៅស៊ុបដែលគ្រាន់តែពណ៌ផ្សិតខ្មៅធ្វើឲ្យម្សៅស៊ុបរបស់យើងឡើងពណ៌ក្រមៅបន្តិចបើសិនជាបងប្អូនចង់ជៀសវាងប្រើផ្សិតខ្មៅបងប្អូនអាចជំនួសទៅប្រើផ្សិតខ្មៅស្រស់ឬគេហៅថាផ្សិតស៊ីថេកដែលមានរូបបង្ហាញជូននេះឬអាចប្រើប្រភេទផ្សិតផ្សេងទៀតដែលមានក្លិនឈ្ងុយឬបងប្អូនក៏អាចបន្ថែមជាបង្គាក្រៀមមឹកក្រៀមកូនត្រីក្រៀមនិងត្រីឆ្អើរជាដើមគឺកាន់តែមានរសជាតិឈ្ងុយឆ្ងាញ់ហើយបើបងប្អូនចង់បន្ថែមបងប្អូនអាចប្រើចំនួន20ក្រាមអ្វីដែលសំខាន់គឺយើងត្រូវចិតបន្លែទាំងអស់ឲ្យស្ដើងនិងខ្លីៗព្រោះភាពស្ដើងធ្វើឲ្យបន្លែរបស់យើងឆាប់ស្ងួតបានល្អដល់ខាងក្នុងនិងប្រើរយៈពេលសម្ងួតខ្លីជាងបន្លែដែលមានកម្រាស់ក្រាស់ចំពោះបន្លែនិងសាច់ដែលយើងជ្រើសមកប្រើនៅក្នុងការធ្វើម្សៅស៊ុបបងប្អូនអាចប្រើគ្រប់ប្រភេទបន្លែដែលបងប្អូនអាចរកបាននិងចូលចិត្តដោយមិនចាំបាច់ប្រើឲ្យដូចបន្លែដែលបង្ហាញនេះទាំងអស់នោះទេឬបងប្អូនអាចបន្ថែមលើសពីបន្លែដែលបានបង្ហាញនេះទៀតក៏កាន់តែប្រសើរដើម្បីទទួលបានសារធាតុបំប៉នកាន់តែច្រើនមុខនិងប្រសិនបើអាចគឺបងប្អូនអាចជ្រើសរើសប្រើគ្រឿងផ្សំធម្មជាតិជាជម្រើសដើម្បីសុខភាពដើម្បីបងប្អូនមានភាពងាយស្រួលនៅក្នុងការទិញគ្រឿងផ្សំនិងងាយលៃចំនួនបន្លែនិងសាច់នៅក្នុងការធ្វើម្សៅស៊ុបនេះបងប្អូនអាចប្រើទៅតាមសមាមាត្រ 85% នៃទម្ងន់សរុបជាបន្លែស្រស់និង 15% ជាទម្ងន់សាច់ចំនួននេះអាចប្រើលើសឬខ្វះតិចតួចក៏មិនធ្វើឲ្យរសជាតិម្សៅស៊ុបប្រែប្រួលច្រើននោះដែរមិនថាបន្លែទេសូម្បីតែសាច់ក៏ត្រូវបេះឲ្យស្ដើងចេញជាសរសៃល្អិតៗដែរសម្រាប់សាច់មាន់នេះមុននឹងបេះបានជាសរសៃស្ដើងយើងត្រូវយកទៅប្រឡាក់ជាមួយនឹងគ្រឿងផ្សំរសជាតិមួយចំនួនសិនដើម្បីធ្វើឲ្យសាច់មានជាតិដល់ខាងក្នុងគ្រឿងផ្សំដែលយើងប្រើសម្រាប់ប្រឡាក់សាច់មាន់មានអំបិលចំនួន1ស្លាបព្រាកាហ្វេម្សៅស៊ុប1ស្លាបព្រាកាហ្វេម្រេចម៉ដ្ឋ2ស្លាបព្រាកាហ្វេនិងប្រេងខ្យងកន្លះស្លាបព្រាបាយបន្ទាប់ពីលាយចូលគ្នាហើយយើងផ្អាប់ទុករយៈពេល15នាទីសិនមុននឹងយកទៅចម្អិនឲ្យឆ្អិនការចម្អិនសាច់មាន់នេះយើងមិនប្រើប្រេងចម្អិនម្ហូបទេដែលគ្រាន់តែដាក់សាច់មាន់ចូលទៅក្នុងខ្ទះដែលក្តៅរួចហើយបន្ថយភ្លើងឲ្យនៅកម្រិតមធ្យមនិងឧស្សាហ៍ត្រឡប់ឲ្យសាច់មាន់ឆ្អិនល្អនិងអាចបញ្ចេញទឹកប្រៃបានអស់ក្រោយសាច់មាន់បញ្ចេញទឹកប្រៃអស់ហើយយើងបន្តរំងាស់បន្តិចទៀតរហូតដល់ទឹកប្រៃនោះរីងអស់ទៅវិញការធ្វើដូចនេះដើម្បីទទួលបានសាច់មាន់ដែលមានក្លិនឈ្ងុយបន្ទាប់មកទើបយើងយកសាច់មាន់នោះមកហាយចេញជាសរសៃតូចបន្ទាប់ពីបន្លែនិងសាច់បានរៀបចំចេញជាបំណែកតូចហើយយើងយកបន្លែនិងសាច់នោះទៅតម្រៀបចូលទៅក្នុងម៉ាស៊ីនសម្ងួតដោយដាក់ឲ្យមានគម្លាតពីគ្នាបន្តិចដើម្បីឲ្យត្រូវកម្ដៅបានល្អក្នុងការសម្ងួតដោយប្រើម៉ាស៊ីននេះគឺយើងប្រើកម្ដៅ70អង្សានៅក្នុងរយៈពេល10ម៉ោង
ឬបងប្អូនអាចប្រើកម្ដៅ60អង្សានៅក្នុងរយៈពេល12ម៉ោងទៅតាមពេលវេលាដែលបងប្អូនគិតថាមានភាពងាយស្រួលមកដល់ត្រឹមនេះបងប្អូនដែលមិនមានម៉ាស៊ីនសម្ងួតយើងនៅតែអាចធ្វើម្សៅស៊ុបនេះបានទៅតាមវិធី2ទៀតដោយវិធីទី1យើងយកបន្លែនិងសាច់នេះទៅហាលថ្ងៃនៅក្នុងពេលដែលមានមេឃក្តៅល្អយើងត្រូវការហាលតែ2ថ្ងៃគឺបន្លែនិងសាច់អាចស្ងួតបានល្អហើយនិងជំរឿនមួយទៀតបងប្អូនអាចកាត់បន្លែនោះកាន់តែតូចជាងនេះរួចយកទៅលីងដោយប្រើភ្លើងតិចបំផុតរហូតឲ្យឡើងស្រួយនិងស្ងួតល្អវិធីទាំងអស់នេះគឺអាចធ្វើបានដូចគ្នាដែលគ្រាន់តែជំរឿនប្រើម៉ាស៊ីនសម្ងួតគឺមានភាពងាយស្រួលជាងគេដែលថតនីមួយៗមានទទឹងប្រវែង28សង់ទីម៉ែត្រនិងបណ្ដោយ38សង់ទីម៉ែត្រទំហំនេះគឺធំល្មមគ្រាន់សម្រាប់ហាលចំនួនបន្លែនិងសាច់ដែលប្រើទៅតាមរូបមន្តនេះដែលអាចធ្វើម្សៅស៊ុបបានចំនួន500ក្រាមចន្លោះពេលសម្ងួតឬហាលថ្ងៃបងប្អូនឧស្សាហ៍អើតមើលម្ដងម្កាលក្រែងមានបន្លែខ្លះស្ដើងនិងងាយស្ងួតលឿនជាងគេដែលយើងអាចបញ្ចប់ការសម្ងួតមុនបន្លែផ្សេងទៀតបង្ការកុំឲ្យស្ងួតជ្រុលពេលនេះបន្លែនិងសាច់បានឆ្លងកាត់ការសម្ងួតអស់រយៈពេល10ម៉ោងនៅក្នុងកម្ដៅថេរ70អង្សាឃើញថាស្ងួតបានល្អមែនទែនមិនត្រឹមតែស្ងួតទេបន្លែខ្លះគឺស្រួយស្រាប់តែម្ដងចំណែកឯពណ៌វិញគឺនៅស្រស់ល្អលើកលែងតែដំឡូងបារាំងដែលរាងឡើងស្លកពណ៌បន្តិចដូចនេះនៅពេលដែលបងប្អូនរៀបចំគ្រឿងផ្សំបងប្អូនរៀបចំដំឡូងបារាំងនៅចុងក្រោយគេព្រោះកាលណាទុកយូរពេកដំឡូងបារាំងងាយឡើងពណ៌ក្រមៅជាបន្តយើងយកបន្លែនិងសាច់ទៅកិនដោយប្រើម៉ាស៊ីនកិនប្រភេទស្ងួតយើងកិនបន្លែដាច់ដោយឡែកពីសាច់ព្រោះបន្លែត្រូវការរយៈពេលកិនយូរជាងសាច់នៅក្នុងបន្លែយើងបន្ថែមអំបិល2ស្លាបព្រាបាយម្រេចម៉ដ្ឋ2ស្លាបព្រាកាហ្វេនិងម្សៅស៊ុប2ស្លាបព្រាកាហ្វេបើបងប្អូនរំលែកកិនជាច្រើនដងអាចចាយគ្រឿងផ្សំទាំងនេះទៅតាមចំនួនជាក់ស្ដែងកិនបានម៉ត់ប៉ុណ្ណេះយើងដួសទុកមួយឡែកសិននិងបន្តកិនរហូតដល់អស់ជំហានបន្ទាប់បងប្អូនយកបន្លែនិងសាច់ដែលបានកិនរួចយកមកលាយបញ្ចូលគ្នារួចហើយបងប្អូនប្រើកន្ត្រងដែលមានក្រឡាល្អិតឆ្មារែងម្សៅដែលទើបកិនរួចនោះទៅសម្រិតយកផ្នែកដុំៗដែលមិនទាន់បានម៉ត់ល្អយើងយកទៅកិនជាលើកទី2ដើម្បីទទួលបានម្សៅស៊ុបដែលម៉ត់ស្មើល្អម្សៅស៊ុបនេះពិតជាមានក្លិនឈ្ងុយពិសេសមែនទែនសម្រាប់រសជាតិវិញបើសិនជាបងប្អូនចង់ឲ្យមានរសជាតិដិតបងប្អូនអាចបន្ថែមអំបិលបន្តិចបន្តួចទៀតតែសារម្សៅស៊ុបនេះយើងធ្វើជាលក្ខណៈគ្រួសារសម្រាប់ពិសាដោយខ្លួនឯងយើងមិនប្រើសារធាតុគីមីរក្សាទុកទេហេតុនេះយើងគួររក្សាម្សៅស៊ុបនេះនៅក្នុងទូទឹកកកផ្នែកកកឬផ្នែកត្រជាក់ដែលអាចរក្សាគុណភាពបានពី3ទៅ6ខែគុណភាពនេះអាចរក្សាកាន់តែល្អបើសិនជាបងប្អូនរំលែកដាក់ប្រអប់តូចៗឬថង់កឹបម៉ត់តូចៗដើម្បីយកមកប្រើម្ដងមួយជាជាងការប្រើប្រអប់ធំឬកែវធំដែលត្រូវបើកចុះបើកឡើងជាច្រើនសារនាំឲ្យឆាប់ខូចគុណភាពសញ្ញាដែលបញ្ជាក់ថាម្សៅខូចគឺម្សៅមានក្លិនផ្អាប់មិនឈ្ងុយដូចដើមមានការផ្លាស់ប្ដូរពណ៌មានការកករឹងដុំនិងមានរសជាតិប្រែប្រួលជាដើមបើសិនជាបងប្អូនដែលទើបសាកល្បងធ្វើម្សៅស៊ុបដំបូងដោយខ្លួនឯងអាចធ្វើនៅក្នុងបរិមាណតិចល្មមរួចហើយកែតម្រូវរសជាតិនិងបរិមាណសម្រាប់ការធ្វើលើកក្រោយទៅតាមតម្រូវការបងប្អូនក៏អាចឆ្លៀតធ្វើម្សៅស៊ុបនេះឲ្យច្រើនបន្តិចសម្រាប់ទុកប្រើប្រាស់បានយូរព្រោះម្សៅស៊ុបដែលយើងទិញពីគេបើមិនដឹងប្រភពអាចពិបាកទុកចិត្តចំពោះគុណភាពម្សៅស៊ុបចំនួន500ក្រាមនេះខ្ញុំប្រើបានយូរដែរព្រោះមុខម្ហូបនីមួយៗមិនប្រើម្សៅស៊ុបច្រើននោះទេម្សៅស៊ុបនេះយើងអាចប្រើជាគ្រឿងទេសនៅក្នុងម្ហូបដើម្បីបង្កើនរសជាតិដែលអាចប្រើជាមួយស៊ុបសម្រាប់ឆាបន្លែលាយជាមួយទឹកជ្រលក់សាច់ខប្រឡាក់សាច់និងប្រើនៅក្នុងមុខម្ហូបគ្រប់មុខខ្ញុំសង្ឃឹមថាម្សៅស៊ុបដែលធ្វើដោយខ្លួនឯងជាជម្រើសដ៏ល្អសម្រាប់បងប្អូននិងក្រុមគ្រួសារជាចុងក្រោយបើបងប្អូនគិតថាវីដេអូនេះបានផ្ដល់ជាអត្ថប្រយោជន៍សូមបងប្អូនកុំភ្លេចជួយ Subscribe និងរំលែករូបមន្តនេះជូនក្រុមគ្រួសារនិងមិត្តភ័ក្តិជាទីស្រឡាញ់ជាចុងក្រោយសូមអរគុណដល់ពុកម៉ែបងប្អូនដែលបានចូលរួមចម្អិនជាមួយគ្នានៅក្នុងថ្ងៃនេះហើយយើងនឹងជួបគ្នាម្ដងទៀតនៅមុខម្ហូបបន្ទាប់សូមអរគុណនិងសូមជម្រាបលា